បងប្អូននេះជាផ្លែននងគាត់ជាងកំពុងទៅកាន់បងប្អូនតែមានដើមននងសាញផងដែរបាទនៅក្នុងចំការរបស់ខ្ញុំទីទួចក្នុងចំការដែលខ្ញុំបានបង្ហាញបងប្អូនក្នុងចំការរបស់ខ្ញុំផងដែរពុំមានអីច្រើនទេបងប្អូនគឺមានតែបន្តិចបន្តួចប៉ុន្តែគាត់ថាចង់បង្ហាញបងប្អូនមើលហ្នឹងមិនមានអីច្រើនទេបងប្អូននៅក្នុងចំការរបស់ខ្ញុំមានតែដើមរសក់ហើយនឹងសស្មៅប៉ុន្តែដោយឡែកអុកសក់ពីបងប្អូនជ្រើសថតវីដេអូប្លុកលេងនេះក៏បែរទៅបងប្អូនឃើញទិដ្ឋភាពស្អាតទេបងប្អូនពុំមានច្រើនទេបងប្អូនមានតែដើមចេកហើយនឹងដើមនងពោះហើយនឹងនងសាញ់ដែលខ្ញុំបានបង្ហាញនៅក្បាលវីដេអូពីតំបន់បងប្អូនបានមើលបងប្អូនតែដោយឡែកខ្ញុំចង់បង្ហាញឲ្យបងប្អូនទស្សនាលេងដើម្បីឲ្យអស់ស្វ័យចឹងបងប្អូនក្នុងចំការនេះដែរពុំមានអីដើមច្រើនទេបងប្អូនមានដើមនងពោះនងសាយដែលខ្ញុំបានបង្ហាញហើយនឹងដើមត្រកអីបន្តិចបន្តួចហ្នឹងបងប្អូនយើងទំនេរយើងចេះតែដាំនេះលេងទេបងប្អូនគាត់បានផ្លែអីបេះហូបជាពិសេសដូចជាដើមត្រកដើមននងពោះអីហ្នឹងនៅពេលដែលយើងទទួលបានផ្លែបានអីហ្នឹងបើសិនយើងចង់ធ្វើជាច្រើនប្រហុកយើងទៅអនុអីគាត់ដាក់ជាឆ្ងាញ់បងប្អូនហើយខុសពីហ្នឹងគឺមានដើមតែដើមអីបងប្អូនតែដើមតែតូចទេខុសពីហ្នឹងគឺគ្មានអីទេបងប្អូនអើយមានដើមស្មៅសាស្មៅបងប្អូនចម្រាស់ចេញខ្លះដែរតែយើងធ្វើអត់តរសាស្មៅម្ដងលើពេលបងប្អូនបងប្អូននេះគឺជាលទ្ធភាពដែលខ្ញុំបានធ្វើឲ្យបង្ហាញបងប្អូនកាន់តែរបស់ខ្ញុំនេះមានដើមននងសាយហើយនឹងននងពោះបងប្អូននេះខ្ញុំកំពុងតែកាន់ផ្លែននងពោះបងប្អូនគឺមានតែមួយផ្លែនឹងទេបងប្អូនហើយមានតែមួយផ្លែនឹងគត់ហើយបន្ទាប់ទៅទៀតគឺអត់មានអីទេបងប្អូនមានតែបង្ហាញដើមននងឃើញតែដើមបងប្អូនអត់តមានផ្លែ